មនុស្សទាំងអស់បានកើតមកលើផែនដីនេះបានជាប់និស្ស័យបាបតាំងពីកំណើតពីឪពុកដំបូងដែលជាមនុស្សដែលព្រះបានបង្កើតហើយត្រូវរងសេចក្តីស្លាប់ដោយបណ្ដាសានៃអំពើបាបពីមនុស្សដំបូងនេះទាំងអស់គ្នាមានតែព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទទេដែលទ្រង់គឺជាព្រះទ្រង់យកកំណើតជាមនុស្សយកនិស្ស័យជាមនុស្សព្រះអង្គគ្មានជាប់បាបសោះព្រះអង្គប្រសូតដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធហើយទ្រង់បានប្រសូតពីស្ត្រីព្រហ្មចារិនីជាស្ត្រីកំមុំបរិសុទ្ធកំណើតទ្រង់គឺជាកំណើតបរិសុទ្ធដែលរំដោះអំពើបាបយើងដាច់បាបយើងឲ្យរួចពីបណ្ដាសានេះផងដែរអស់អ្នកដែលបានជឿព្រះយេស៊ូវនោះមិនត្រូវបានវិនិច្ឆ័យឡើយចំពោះអំពើបាបរបស់ខ្លួនគឺឲ្យបានជីវិតអស់កលវិញដែលព្រះយេស៊ូវទ្រង់បានសន្យាដល់អ្នកនោះផងដែរ